នារីម្នាក់បានដោះអាវទ្រនាប់របស់នាងហើយយកមកពាក់លើមុខរួចដាក់ដុំទឹកកកពេញខាងក្នុងមិនយូរប៉ុន្មានការហាមនិងក្រហមនៅលើមុខដែលកើតឡើងពីថ្ងៃមុនក៏បាត់ទៅស្ទើរតែទាំងស្រុងក្រោយមកនាងប្រញាប់រត់ចូលចណ្ដាលយន្តមួយនៅទីនោះនាងបានឃើញស្ត្រីម្នាក់ទៀតស្លៀកសម្លៀកបំពាក់ដូចគ្នាបេះបិទនឹងរបស់នាងនាងគិតភ្លាមថាសម្លៀកបំពាក់របស់ស្ត្រីម្នាក់នោះប្រកាសជាคล้ายៗដូចរបស់នាងដែរពេលនាងរៀបនឹងនិយាយអ្វីមួយស្រាប់តែចណ្ដាលយន្តបន្លឺសំឡេងព្រមានថាផ្ទុកលើកទម្ងន់ស្ត្រីម្នាក់ទៀតគិតភ្លាមថាមិនអាចជាកំហុសរបស់នាងឡើយហើយក៏ងាកមកសម្លឹងនារីនោះយ៉ាងមិនពេញចិត្តដំបូងនារីនោះមិនព្រមចាញ់ឡើយប៉ុន្តែបន្ទាប់ពីប្រៀបធៀបរូបរាងគ្នានាងក៏សម្រេចចិត្តដើរចេញពីចណ្ដាលយន្តដោយស្ងាត់ទោះជាយ៉ាងណាសម្លេងព្រមាននៅតែបន្តបន្លឺដែរនាងក៏និយាយដោយមោទនភាពថាខ្ញុំដុំអាហាររាល់ថ្ងៃដូច្នេះមិនអាចជាខ្ញុំទេអ្នកទេដែលលើកទម្ងន់ប៉ុន្តែស្ត្រីម្នាក់ទៀតគិតថាចណ្ដាលយន្តប្រហែលជាខូចហើយក៏ដើរចេញមកដែរគួរឲ្យភ្ញាក់ផ្អើលពេលនារីនោះចូលទៅក្នុងចណ្ដាលយន្តតែម្នាក់ឯងសម្លេងព្រមានក៏បាត់ភ្លាមនាងប្រញាប់ហៅស្ត្រីម្នាក់ទៀតឲ្យចូលមកវិញប៉ុន្តែស្ត្រីនោះខឹងខ្លាំងពេកហើយដើរចេញទៅបាត់បន្ទាប់មកនារីនោះព្យាយាមថតរូបបង្អួតរូបរាងរបស់ខ្លួនប៉ុន្តែដោយសារសម្លៀកបំពាក់คล้ายៗមានគុណភាពអន់ពេកវាក៏រហែកបែកភ្លាមនៅពេលចណ្ដាលយន្តជិតឈប់នាងប្រញាប់យកប្រអប់ក្រដាសមួយមកគ្រប់ក្បាលដើម្បីកុំឲ្យគេឃើញភាពអាម៉ាស់របស់នាងប៉ុន្តែភ្លាមបន្ទាប់ពីនាងដើរចេញពីចណ្ដាលយន្តនាងបានជ្រុលទៅបុកពិធីសុំរៀបការមួយបុរសអ្នកមានម្នាក់ដែលកំពុងរៀបចំពិធីសុំគូដណ្ដឹងរបស់ខ្លួនបានឃើញសម្លៀកបំពាក់ដែលស្រដៀងនឹងរបស់គូដណ្ដឹងរបស់គាត់ហើយគិតច្រឡំថាជានាងដោយក្តីរំភើបគាត់បានបាញ់ព្រួញតុបតែងដោយផ្កាដែលជានិមិត្តសញ្ញានៃសេចក្តីស្រឡាញ់មួយរំពេចផ្កាក្រដាសនិងក្រពេញផ្កាបានហោះពេញអាកាសធ្វើឲ្យបរិយាកាសក្លាយជារ៉ូមែនទិកយ៉ាងខ្លាំងប៉ុន្តែគ្មាននរណាម្នាក់ដឹងថានារីនោះមានអាឡែស៊ីធ្ងន់ធ្ងរជាមួយលំអងផ្កាទេនាងចាប់ផ្ដើមភ័យស្លន់ស្លោហើយរត់គេចភ្លាមទន្ទឹមនឹងនោះបុរសអ្នកមានបានលាបដៃទាំងពីរត្រៀមអបនាងដោយក្តីស្រឡាញ់ដោយសភាពកឹកនារីនោះគេចទៅខាងភ្លាមជាលទ្ធផលព្រួញដែលបាញ់ចេញមកបែរជាហោះត្រង់ទៅរកបុរសអ្នកមានខ្លួនឯងគាត់ត្រូវព្រួញបុកចំយ៉ាងពេញទំហឹងធ្វើឲ្យពិធីសុំរៀបការដ៏រ៉ូមែនទិកមួយក្លាយជាគ្រោះមហន្តរាយដ៏អស់សំណើចនេះប្រហែលជាពិធីសុំរៀបការដែលបរាជ័យនិងច្របូកច្របល់បំផុតមួយដែលមនុស្សជាច្រើនមិនធ្លាប់បានឃើញ